ดวงวิญญาณได้ជាកម្លាំងពិសេសត្រូវបានបង្កើតឡើងដើម្បីការពារពិភពលោកទាំងមូលប៉ុន្តែពេលនេះដួងវិញ្ញាណត្រូវបានបំបែកធ្វើឲ្យពិភពលោកទាំងមូលរងការគំរាមកំហែងនាងគឺជាសត្វទេពមយូរានៅលើឋានសួគ៌បានចុះមកឋានកណ្ដាលដើម្បីប្រមូលដួងវិញ្ញាណដែលបានបាត់បង់បុត្រារបស់អាទិទេពតែងតាមការពារនាងនិងបង្កើតបានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយគ្នាសេចក្តីស្នេហាប្រឈមជាមួយភារកិច្ចតាទីបំផុតពួកគេអាចការពារពិភពលោកនិងរក្សាសេចក្តីស្នេហារបស់ពួកគេបានដែរទេ此路兴起重重，就看你的缘法和造化了。បើក្តីស្រឡាញ់នឹងការលះបង់ជីវិតរបស់ខ្ញុំអាចសង្គ្រោះពិភពលោកទៅមូលបានខ្ញុំនឹងមិនសោកស្ដាយឡើយ祸乱三千，罪该万死。ពេលនេះស្នេហាសង្គ្រាមនិងអនាគតរបស់ពិភពលោកទាំងមូលគឺស្ថិតនៅក្នុងដៃពួកគេទទួលសិទ្ធិប្រាញ់មុខដោយស្ថានីយទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8រឿងដួងវិញ្ញាណអាទិទេពមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8 HD តែមួយគត់